Bốខ្ញុំវិញខ្ញុំចាប់អារម្មណ៍ទៅលើស្ពានដែលពីព្រឹកមិញពីបានមើលហ្នឹងគឺគេហៅថាស្ពាននេះឬក៏ស្ពានរតនាគារបាទដែលពីមុនគឺពីខាងក្រោមស្ពានគឺមានព្រែកអង្គញាប្លង់ប៉ុន្តែបច្ចុប្បន្ននេះគឺបានប្រែក្លាយទៅជាសួនសាធារណៈទៅហើយជាសំណួរនោះគឺថាតើការដែលរក្សាទុកស្ពាននៅទីតាំងដដែលនេះអាចរាប់ចាត់ទុកថាជាការថែរក្សាអត្តសញ្ញាណនៃការប្រើប្រាស់ដែរឬទេកដៅរាជធានីភ្នំពេញយើងឃើញថានៅឆ្នាំ1437ហ្នឹងគឺព្រះបាទបរមរាជាយើងហៅព្រះបាទកញ្ញាយ៉ាតហ្នឹងព្រះអង្គគឺយាងមកបាសានទូលបាសានដើម្បីធ្វើការផ្លាស់ប្ដូរទីក្រុងពីអង្គរមកទូលបាសានហើយនៅបាសានបានមួយឆ្នាំដោយសារទឹកលិចយើងក៏ផ្លាស់ប្ដូរមកកាន់រាជធានីភ្នំពេញហើយបន្ទាប់ពីហ្នឹងហើយក៏ត្រាស់បង្គាប់បញ្ជាឲ្យអង្គញាដេជោស្រីដែលជាចៅហ្វាយស្រុកសំរោងទងហ្នឹងគឺធ្វើការលើកដីចាក់ពេញវត្តភ្នំយើងនេះដោយយកដីពីម្ដុំផ្សារថ្មីយើងហ្នឹងដែលកាលនោះគឺយើងមានកន្លែងហ្នឹងខ្លាយទៅជាបឹងមួយឈ្មោះបឹងដេជោបឹងហ្នឹងគឺគេជីកដីដើម្បីយកមកលើកចាក់វត្តភ្នំបាទហើយនៅពេលចាក់វត្តភ្នំពេញហើយវត្តភ្នំហ្នឹងគេហៅវត្តភ្នំបរពតកុំតែក្រោយមកគេហៅវត្តភ្នំកាលហ្នឹងគឺព្រះអង្គប្រសិទ្ធនាមថាភ្នំបរពតវត្តភ្នំបរពតហើយបន្ទាប់មកទៀតក៏ត្រាស់បង្គាប់ឲ្យអង្គញាប្លង់ដែលជាចៅហ្វាយស្រុកបាទីជាប្រែកហ្នឹងយើងប្រែកហ្នឹងគឺពីសក្យមនីចេតិយមកមុខរាទេភ្លើហ្នឹងគឺជាប្រែកជីកប្លង់បន្ទាប់មកទៀតគេហៅថាពីមប្លង់បាទអញ្ចឹងនៅសម័យអាណានិគមនិយមបារាំងហ្នឹងក៏មានស្ពានមួយកាត់កន្លែងហ្នឹងដែរគេធ្វើស្ពានក៏តែបន្ទាប់ពីហ្នឹងមកយើងស្ពានហ្នឹងក៏បានបាក់បែកទៅវិញទៅអញ្ចឹងខ្ញុំហើយគេក៏បានចាក់ដីលុបបំពេញស្ពានហ្នឹងនៅឆ្នាំ1900ជាងហ្នឹងអញ្ចឹងចាក់ដីបំពេញស្ពានហ្នឹងដើម្បីឲ្យឃើញមានសួនមួយដែលឆ្ពោះទៅកាន់សក្យមនីចេតិយហើយឆ្ពោះទៅកាន់ស្ថានីយៈស្វ័យយានហ្នឹងមានសវត្ថិភាពល្អហើយម្យ៉ាងទៀតជាការប្រើប្រាស់ក្រង់ហ្នឹងតាមប្រែកអង្គញាប្លង់ហ្នឹងក៏យើងអត់មានប្រើប្រាស់ជាការចិញ្ចូលរបៀបពាណិជ្ជកម្មអីទៀតដែរអញ្ចឹងក៏បានលុបប្រែកហ្នឹងដើម្បីធ្វើជាសួនច្បារក៏បង្កើតជាទេសភាពក្នុងក្រុងមួយបែបដែរអញ្ចឹងខ្ញុំគិតថាការរក្សាទុកនៅស្ពាននឹងឡើងវិញគឺជាការរក្សានៅគុណតម្លៃផ្នែកប្រវត្តិសាស្ត្រមួយសំខាន់ផងដែរ